ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមនិយាយពីវីដេអូដែលខ្ញុំបានសរសេរកំងទៀបមិនកំងទៀបទេខ្ញុំសរសេរសួរបងប្អូនយើងថាតើហេតុអ្វីបានជាសៀមចង់បានទឹកដីរបស់យើងចានេះគឺជាសំណួរជាច្រើនដែលនាងខ្ញុំតែងតែឃើញទទួលបានបងប្អូនខ្លះហើយនាងខ្ញុំក៏បានឮសូរអ្នកខ្លះគាត់និយាយដូចថាខ្មែរគ្នាឯងអញ្ចឹងណាចានេះគឺខ្ញុំចង់ជម្រាបបងប្អូនថាតាមពិតដូចបងប្អូននឹងស្រាប់ហើយនៅទឹកដីសៀមនោះគឺថាប្រាសាទជាច្រើនដែលជារបស់ខ្មែរយើងហើយវាធ្វើឲ្យដោយសារប្រាសាទខ្មែរនឹងហើយដែលធ្វើឲ្យសៀមវាតាក់ទាញបានភ្ញៀវទេសចរជាច្រើនហើយចំណុចមួយទៀតក៏វាសៀមវាថាវាចង់បដូរវត្តសាស្ត្រឃើញវាបរិញ្ញាកូនសិស្សរបស់វារាល់ថ្ងៃនេះក្មេងសម័យថ្មីឲ្យបដូរប្រវត្តិសាស្ត្រថាជាអ្វីៗជារបស់វាថាទៅជាខ្មែរយើងជារបស់ទៅតដើមយករបស់វាមកវិញអញ្ចឹងណាចាដូចជាសៀមរាបដូចជាបាត់ដំបងដូចជាអីថាជារបស់ខេត្តរបស់វាដែលជាដល់ចឹងហើយធ្វើបដោះមនោគមរបស់ក្មេងៗសៀមសម័យថ្មីឲ្យមានអារម្មណ៍ថាស្អប់ខ្មែរយើងថាខ្មែរយើងអ្នកតដើមរបស់គេអញ្ចឹងដែលតាមពិតពួកយើងដែលជាខ្មែរយើងដឹងហើយអញ្ចឹងហើយបើសិនជាយើងជាជនជាតិខ្លួនឯងយើងមិនរៀនពីប្រវត្តិសាស្ត្រទេក៏វាយើងក៏អត់ដឹងទេយើងក៏យ៉ាប់ដែរបងប្អូនចង់និយាយចឹងប្រវត្តិសាស្ត្រប្រទេសមួយគួរតែរៀនគួរឲ្យដឹងថាអ្វីជាអ្វីការជំនាន់ខ្ញុំនៅពីក្មេងខ្ញុំធ្លាប់រៀននៅស្រុកខ្មែរយើងហ្នឹងណាពីក្មេងដូចជាមិនធ្លាប់រៀនពីសម័យអង្គរសម័យទេបងប្អូនវារៀនខ្លះដែរតែចូលរៀនរបៀបសម័យតែរបៀបកុម្មុយនីសបងប្អូនចាចឹងឯងប៉ុន្តែក្រោយឡើងដល់ពេលខ្ញុំធ្លាប់រៀននៅធ្វើការទូរីស្ទិកដល់ចឹងទៅខ្ញុំក៏បានស្រាវជ្រាវពីប្រវត្តិរបស់ខ្មែរយើងខ្លះពីរឿងស្អីចឹងណាខ្ញុំក៏ធ្លាប់និយាយវីដេអូខ្លះជាប្រចាំដែរថាចង់និយាយថាប្រវត្តិខ្មែរយើងវាវិលទៅវិលមកចង់និយាយថាវាឆ្លុះតែគ្នាឯងចង់និយាយថាពីអតីតកាលមកដល់បច្ចុប្បន្នអត់សូវខុសគ្នាប៉ុន្មានទេបងប្អូនចាំបានជាតែបាត់ដីចាដល់ចឹងទៅប្រទេសជិតខាងវាឃើញថាយើងទុនខ្សោយយើងដដើមគ្នាយើងឆ្លុះគ្នាអញ្ចឹងវាចេះតែជាតិច្រែងគេធ្វើអ្វីដែលវាអាចធ្វើបានដើម្បីទៅដើមយកបងប្អូនក៏ឃើញជាក់ស្ដែងដែរស្រុកខ្មែរយើងបាត់ដីទៅដល់សៀមខ្មែរលើនោះបាត់ដីខេត្តអស់32ខេត្តចាហើយទៅបើបាត់ទៅខាងវៀតណាមពីជំនាន់មុនណា21ខេត្តហើយបងប្អូនក៏ឃើញដែរកម្ពុជាក្រោមគឺបាត់ទៅលើទៅជាព្រៃនគរចឹងឯចាហូជីមិញវាគួរឲ្យសោកស្ដាយតតែមែនតែនបងប្អូនហើយប៉ុន្តែមិនដឹងជាធ្វើម៉េចឲ្យបងប្អូនក៏ឃើញជាក់ស្ដែងហេតុការណ៍ជាក់ស្ដែងដែលខ្មែរកម្ពុជាក្រោមយើងគាត់តែក្រោកគាត់អត់មានក្រោកធ្វើអីទេបងប្អូនគាត់និយាយក្នុងប្រព័ន្ធសង្គមចង់ឲ្យជនជាតិវៀតណាមជួយសង្គ្រោះខ្មែរយើងជួយចង់និយាយថាជួយឲ្យផ្ដល់ឲ្យធ្វើហ៊ានឲ្យធ្វើអ្វីឬឲ្យមានសិទ្ធិក្នុងការធ្វើអ្វីដល់ព្រោះប៉ុណ្ណឹងគេជាប់គុក3ឆ្នាំ8ខែចាហើយហេតុអ្វីបានសៀមវាចង់ចូលមកយករបស់ខ្មែរយើងបងប្អូនក៏ឃើញដែរចង់និយាយថាប្រទេសជិតខាងវៀតណាមនោះដូចថាហូរចូលមកតាមសេរីហើយចុះហេតុអ្វីក៏វាមិនអាចយកបានហើយជាពិសេសសង្គមបច្ចុប្បន្នក្នុងពិភពលោកនេះកំពុងតែបង្កបញ្ហាសង្គ្រាមគ្រប់កន្លែងដូច្នេះមានមហាអំណាចណាមកជួយយើងដូចពីជំនាន់មុនទៀតមិនដូចកាលជំនាន់93ដែលពួកគេមកជួយយើងអស់រាប់កោតដុល្លារណាបងប្អូនសម័យឥឡូវគឺចប់ហើយចាបងប្អូនឲ្យជាការសាក់លបងដែរការទៅធ្វើសង្គ្រាមប្រហែលថ្ងៃនៅព្រំដែននោះបងប្អូនឃើញអត់វាសាក់លបងតើយើងមានអ្វីទល់ជាមួយវានឹងអត់បើយើងមិនមានអ្វីតបតជាមួយវាទេវាអាចចេះទៅយកវិឈិតបបានអានឹងដូចជាការគេហៅថាដូចមនុស្សរាល់ថ្ងៃចឹងតែគេចលោយើងបានវាចេះតែហ៊ានចលោកាន់តែខ្លាំងតែដល់ពេលណាគេចលោយើងតែយើងហ៊ានតបតទៅវិញអត់ហ៊ានចឹងណាយើងខ្លាំងទៅវិញវាក៏ហ៊ានខ្លាចវាដកថយទៅវិញចឹងណាមនុស្សសេកុំសានឹងសៀមក៏ដូចគ្នាដែរបងប្អូនដែលវាធ្វើមកដាក់ខ្មែរយើងណាចាដល់ពេលអាមកខាងទៀតចេះទៅចូលរុករកបានហើយដល់ពេលមកខាងយើងដូចស្ងប់ស្ងៀមរឿងអីវាមិនយកមិនចង់យកដែរចាជាពិសេសប្រាសាទព្រះវិហារប្រាសាទអីតាកបីតាអីនៅព្រំដែនរបស់យើងហ្នឹងចាឲ្យដីរបស់យើងគឺជាដីដែលមានជីវជាតិដែលមានគ្រប់បែបយ៉ាងដល់ចឹងទៅវាចេះតែចង់បានអ្វីដែលវាចង់បានវាចង់បដូរវត្តសាស្ត្រដូចខ្ញុំនិយាយចឹងចាហើយនៅពេលដែលខ្ញុំសរសេរកំងសរសេរធ្វើសរសេរនោះក៏មានបងប្អូនខ្មែរយើងខ្លះគាត់ឆ្លើយមកបានល្អមែនតែនចាខ្ញុំដាក់សាររបស់គាត់នៅខាងលើវីដេអូខ្ញុំដាក់តែមកដូច្នេះបងប្អូនដូចថានេះបងប្អូនអានកំងតែរបស់គាត់ទៅចឹងណាចា
cứ vì này quạt gì mà vì xong hạt xong phò cha là ở bạc quạt á nâng ai cha quạt gì cứ chăm buộc nhom quam trò cầm đặt bảo lô rồi mua tiền ra nhom plei xong tô chăm ta sẽ bảo đã bạc quạt tầm mong từ nâng ai chẳng ca này gì bạc nhóm cứ miền tập nâng ai hay có đôi bạch bón tham ấy đi khơi người sẽ kép xiêm bị vừa plei lơ prom đài á cha khai dương prom đời cột hay đạp pe yuan vĩnh cái vùng thơ bơ ấy cái prom đàn tắc đời lơ tắc ấy ơiបងប្អូនដីខ្មែរយើងចឹងអត់មានអ្វីតទៅទៀតទេចាំមើលតើអនាគតយើងសល់បានប្រមាណម៉ែត្រការ៉េដែរបងប្អូនយើងចាំមើលតើរាល់ថ្ងៃនេះធម្មតាដីពីដើមមកការជំនាន់រៀនគេហៅថា181 35គីឡូម៉ែត្រការ៉េតែឥឡូវវាសល់ប្រមាណយើងចាំមើលតទៅទៀតអូខេចាចង់អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំបើមានពាក្យខុសឆ្គងអ្វីក៏សូមអភ័យទោសហើយបើមានការបញ្ចេញមតិអ្វីក៏ដោយក៏សូមបញ្ចេញមតិដោយថ្លៃថ្នូរហើយមុននឹងបញ្ចប់នេះសូមបន្ថែមបន្តិចខ្ញុំក៏មិនយល់ថាហេតុអ្វីក៏មានអ្នកខ្លះគ្រាន់តែមានนึกថាខ្ញុំអត់មានជាគណៈបកទេណាបងប្អូនតែខ្ញុំឃើញដូចថារាល់ថ្ងៃនេះឃើញអ្នកដែលជាគណៈបកផ្សេងទៀតខំរបស់លោកសំនឹងស៊ីបោះអីខំប្រឹងដើម្បីអីគេយកពីរឿងប្លង់ផែនទីកាលពីឆ្នាំជាមួយនឹងកិច្ចព្រមព្រៀងជាមួយនឹងនៅប្រទេសបារាំងនោះចាទីក្រុងប៉ារីសនោះណាចាយកទៅប្តឹងជាមួយនឹងអង្គការ ICS នោះណាចាដើម្បីអីដើម្បីដីខ្មែរយើងហើយក៏លោកមូនដែលនៅជាទាហានខាងទាហានសភាអាមេរិកនោះក៏គាត់បានប្រមូលសម្លេងប្រជាជនដើម្បីយកទៅប្តឹងណាចាដើម្បីទឹកដីខ្មែរយើងតាចុះហេតុអ្វីក៏មានចាប់បាច់មានអ្នកខ្លះក៏មកនិយាយវីដេអូមកហើយបើខ្ញុំមិនចេញបញ្ចេញឈ្មោះទេប៉ុន្តែនិយាយការពិតលោកម្នាក់ហ្នឹងពេលដែលខ្ញុំឃើញវីដេអូខ្ញុំមិនជាចាប់អារម្មណ៍មើលទេណាប៉ុន្តែជួនកាលក៏វាឃើញគឺថាភាសាជេដូចជាភាសាស្រាដើអញ្ចឹងហើយខ្ញុំក៏មិនយល់ពីការនិយមរបស់ប្រជាជនខ្មែរយើងដែររាល់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាការជេរទៅជាពេញនិយមហើយមនុស្សចូលចិត្តណាស់ខ្ញុំមើលទៅចាមិនថាទាំងអស់ទេណានឹងឯងចឹងតែប៉ុណ្្នឹងឯងសូម្បីតែលោកសង្ឃកាលនោះខ្ញុំចាំមិនភ្លេចទេព្រះអង្គពិនសែមក៏លោកម្នាក់នឹងជេរដូចស្រាដើអញ្ចឹងចាអូខេចឹងមានតែប៉ុណ្្នឹងទេជម្រាបលាសុខសប្បាយទាំងអស់គ្នាអ្វីខ្លះជួនកាលយើងប្រឡែងចោលពូដើម្បីជាតិទាំងអស់គ្នាចាគិតពិចារណាឲ្យស្រួលបួលហើយបងប្អូនក៏ដឹងដែរសៀមក៏ពីសាងសង់ប្រាសាទដូចរបស់ខ្មែរយើងអញ្ចឹងនៅខេត្តណារបស់វាខ្ញុំភ្លេចបាត់ហើយសុំទោសដូចចឹងដើម្បីអីថ្ងៃអនាគតទៅវាថាដូចជាប្រាសាទអង្គរវត្តរបស់ខ្មែរយើងទៅជារបស់វាអញ្ចឹងបងប្អូនឃើញអត់ហើយវាឆ្នៃវាបានលួចពីអវ៉ាន់របស់ពីខ្មែរយើងពីប្រាសាទខ្មែរយើងអស់មកកណោដែលប្រជាជនខ្មែរយើងខ្លះគាត់និយាយថាគាត់អត់ចឹងគាត់ចង់បានលុយក៏ដល់គេឲ្យខ្លះចឹងយកទៅលក់ឲ្យគេយកឬក៏សៀមវាលួចខ្លះចឹងទៅវត្ថុបុរាណខ្មែរយើងអ្វីហ្នឹងគឺនៅប្រទេសវាគេជាច្រើនដូច្នេះដល់ពេលដែលវាសាងសង់ហើយគឺវាយកអវ៉ាន់ឆ្នៃធ្វើដូចជារបស់វាដើមអញ្ចឹងចុះវត្តសាស្ត្រយើងប្រហែលឆ្នាំតទៅទៀតទៅវាមិនបដូរផ្លាស់មានអ្នកណាគេមកអង្គុយតាមដានរឿងប្រវត្តិសាស្ត្របងប្អូនពិចារណាមើលចា